Chỉ vì số group chỉ mà chúng dùng bị xây chỉ group sang một bị thằng nào có hay ngày nick trong năng lần dọc là mê riêng muối từ mê riêng thì 4 cứ đã lên GMP Embedded Summative Assessment chắc Embedded Formative Assessment đó cứ chỉ ấy bạn chắc ở Medica vào nhóm cứ miền trường đồn pram thì muối giờ nên GMP để dùng mình đấy nâng xã sầm khănในการมีลำไรประกาศทำไมนั้นที่ปีคือยังจะมีวอดในการมีลำไรแบบបង្កើតទី3យើងពីប្រភេទនៃការមានតម្លៃទី4យើងពីបច្ចេកទេសប្រមូលភស្តុតាងដូចជាការសង្កេតនិងការសួរសំណួរជាដើមទី5គឺយើងពីមតិប្រតិកម្មនិងការកែសម្រួលការបង្រៀនបាទអញ្ចឹងវត្ថុបំណងនៃមេរៀនរបស់ខ្ញុំគឺមានចំនួន4គឺទី1គឺយល់ពីសមាសធាតុសំខាន់និងភាពខុសគ្នារវាងការវិតម្លៃបែបបង្កើតថ្មីនិងការវិតម្លៃបែបសង្ខេបទី2បែងចែកពីការវិតម្លៃបែបបង្កើតកម្រិតទាបនិងកម្រិតខ្ពស់ទី4សន្ទុះទី3គឺចេះសង្កេតមើលអេយ៉ាបតនិងសញ្ញាមិនមែនពាក្យសម្ដីរបស់សិស្សដើម្បីបកស្រាយពីការយល់ដឹងនិងទី4ចេះសួរសំណួរប្រកបដោយប្រសិទ្ធភាពនិងផ្ដល់មតិប្រតិកម្មដើម្បីកែលម្អការរៀនសូត្ររបស់សិស្សបាទអញ្ចឹងអ្វីទៅគឺជាការវិតម្លៃបែបបង្កើតថ្មីបែបបង្កើតបាទអញ្ចឹងការវិតម្លៃបែបបង្កើតហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនសូត្រហើយផ្ដល់ជាមតិនៃការកែលម្អនិងការកែសម្រួលយុទ្ធសាស្ត្រក្នុងពេលបង្រៀនដើម្បីបង្កើតនៅសមិទ្ធផលដល់សិស្សអញ្ចឹងចំពោះការបង្កើតការវិតម្លៃបែបបង្កើតនេះដែរគឺចង់ឲ្យយើងដឹងអំពីគម្លាតរវាងអ្វីដែលសិស្សបានដឹងនិងអ្វីដែលសិស្សបានត្រូវដឹងហើយចំពោះគោលនៃការវិតម្លៃវិញគឺយើងវិតម្លៃទៅលើដំណើរការនៃការបង្រៀនផ្ទាល់មានន័យថាកំឡុងពេលដែលយើងបង្រៀនគឺយើងវិតម្លៃកំឡុងពេលដែលយើងបង្រៀននឹងតែម្ដងហើយកំណត់ចុងក្រោយរបស់យើងហ្នឹងគឺដំណើរការហ្នឹងគឺជាដំណើរការដែលរៀនផងនិងវិតម្លៃផងបាទអញ្ចឹងចំពោះវត្តនៃការវិតម្លៃរបស់យើងគឺមានចំនួន4ចំណុចសំខាន់ទី1គឺប្រមូលភស្តុតាងអញ្ចឹងប្រមូលភស្តុតាងហ្នឹងមានន័យថានៅពេលដែលយើងបង្រៀនសិស្សគឺយើងធ្វើការសង្កេតធ្វើការសួរជាសំណួរនិងគឺធ្វើការដាក់ជាលំហាត់ផ្សេងដើម្បីឲ្យសិស្សហ្នឹងគឺធ្វើហើយយើងធ្វើការសង្កេតនៅពេលដែលយើងហ្នឹងកំពុងតែដាក់កិច្ចការហ្នឹងអញ្ចឹងចំពោះការសង្កេតយើងសង្កេតទៅមើលថាតើកូនសិស្សហ្នឹងគាត់យល់បានកម្រិតណាអាកប្បកិរិយានៃការរៀនរបស់គាត់ហ្នឹងយ៉ាងម៉េចហើយការចូលរួមក្រុមរបស់គាត់យ៉ាងម៉េចហើយចំពោះការសួរសំណួរវិញយើងអាចដាក់ជាសំណួរកំឡុងពេលដែលយើងបង្រៀនយើងអាចជាសំណួរដែលសួរផ្ទាល់មាត់ឬក៏សំណួរដែលជាការសរសេរក្តារខៀននេះជាដើមបាទហើយលំហាត់អនុវត្តយើងអាចដាក់ជាលំហាត់អនុវត្តផ្សេងដើម្បីជាការវិតម្លៃជាការប្រមូលនូវភស្តុតាងនៃការវិតម្លៃរបស់យើងផងដែរបាទចំណុចមួយទៀតគឺការវិតម្លៃភស្តុតាងអញ្ចឹងនៅពេលដែលយើងប្រមូលបានភស្តុតាងទាំងអស់ហ្នឹងហើយគឺយើងត្រូវបកស្រាយនៅទិន្នន័យទាំងអស់ហ្នឹងដើម្បីស្វែងរកថាតើកូនសិស្សហ្នឹងមានចំណុចណាដែលអត់ទាន់យល់មានចំណុចណាដែលខ្សោយមានចំណុចណាដែលគាត់ធន់ច្រឡំហើយយើងជំនាញបន្តទៀតគឺមតិប្រតិកម្មគឺមានន័យថានៅពេលយើងផ្ដល់បកស្រាយទិន្នន័យនឹងហើយបកស្រាយនៅការវិតម្លៃយើងហើយយើងត្រូវផ្ដល់ព័ត៌មានឲ្យជាក់លាក់ដល់សិស្សទាន់ពេលវេលាអញ្ចឹងនៅពេលយើងប្រមូលហើយយើងត្រូវប្រាប់គាត់ឲ្យទាន់ពេលឲ្យភ្លាមបាទហើយចំណុចចុងក្រោយគឺការកែតម្រូវអញ្ចឹងនៅពេលដែលយើងប្រាប់គាត់ផ្ទាល់ហើយភ្លាមហើយតនពេលវេលាហើយយើងត្រូវកែសម្រួលទៅលើការរៀនរបស់គាត់និងការបង្រៀនរបស់យើងបាទអញ្ចឹងនេះគឺជាវត្តនៃការវិតម្លៃទៅលើបែបបង្កើតមួយទៀតគឺប្រភេទនៃការវិតម្លៃបែបបង្កើតនឹងអញ្ចឹងការវិតម្លៃបែបបង្កើត
cứ bài chạy chỉ bị sầm khán thì mỗi từ ca vì đồng lại phím hay là tí biết cái ca vì đồng lại đài miền krom tộc một chẳng ca vì đồng lại phím lắm cứ ca lang đợi ai nó bị đài dưới nó không phải bờ riêng mình thà dương sầm kẹt mưa sập đợi toán khơi thà ta quạt nắng sự cảm bị riêng mà quạt dần mất tầm đo riêng mà quạt dần mất hay dưỡng thôi ca sầm bụi phím của nó bị đại dưỡng bùng riêng nâng tàn rồi trong nên thay dương bùng riêng háo dương thờ bị đầm lại sọp về nâng tiệp bạn mình chẳng chụp hình mua tiết cứ ca bậc phim mua tiết ca bị đầm lại ba đại ban krong tộc chắc nắng vi cứ cạp lăng nó bị đại dương bùng riêng đôi khi và tái dương thôi chỉ là trim chỉ sầm đủ rồi chỉ sạch thì họ ngày nắng mê riêng dừng liền bị ấy dương trim sầm đủ và đại su được lòng mê riêng nắng đâm bây chỉ đồng vótในការវិដំឡៃនៃមេរៀនរបស់យើងហ្នឹងចំពោះសិស្សអញ្ចឹងយើងអាចប្រើជាត្រៀមសំណួរឬក៏កិច្ចការទុកជាមុនដើម្បីត្រួតពិនិត្យការយល់ដឹងរបស់គាត់ទៅលើចំណុចណាមួយនៃមេរៀនរបស់យើងហ្នឹងអញ្ចឹងយើងការវិដំឡៃក្រុមទុកវាមិនប្រើតែសំណួរទេយើងអាចប្រើវិធីសាស្ត្រផ្សេងទៀតដូចជាការឡើងធ្វើបទបង្ហាញដូចជាការពិភាក្សាក្រុមបាទអញ្ចឹងយើងអាចប្រើបានដូចគ្នាហើយប៉ុន្តែយើងត្រូវមានគម្រោងទុកមុននៃការវិតម្លៃរបស់យើងដែរបាទអញ្ចឹងមួយទៀតគឺបច្ចេកទេសសង្កេត area bot មិនមែនពីសម្ដីអញ្ចឹងការវិតម្លៃរបស់យើងហ្នឹងគឺយើងអាចយើងមិនអាចធ្វើដោយបានដោយការប្រើនៅពាក្យសម្ដីសម្រាប់និយាយសម្រាប់សង្កេតផ្ទាល់ហ្មងទេអញ្ចឹងយើងអាចប្រើវិធីសាស្ត្រសង្កេតមួយទៀតគឺដោយមិនមែនពាក្យសម្ដីអញ្ចឹងមានថាចំពោះការសង្កេតរបស់យើងគឺមានពីរសំខាន់ទី1គឺ knowable behavior និងការនិង facial impression អញ្ចឹង knowable behavior របស់យើងហ្នឹងគឺជាការសង្កេតដោយភាសាកាយវិការដោយបង្ហាញពីទឹកមុខនិងទំនាក់ទំនងភ្នែករបស់សិស្សសម្រាប់ការសង្កេតនិងសម្រាប់ការសង្កេតដ៏ត្រឹមត្រូវបាទអញ្ចឹងចំពោះចំណុចមួយហ្នឹងមានន័យថាការសង្កេតរបស់យើងគឺយើងអត់ចាំបាច់ត្រូវប្រើនៅពាក្យសម្ដីសម្រាប់និយាយផ្ទាល់ទេយើងអាចប្រើជាកាយវិការជាភាសារបស់យើងហ្នឹងដែលបង្ហាញពីទឹកមុខរបស់គាត់មានតែបើសិនជាយើងយល់ទៅទឹកមុខរបស់គាត់យ៉ាងម៉េចទឹកមុខរបស់គាត់សង្កេតថាគាត់យល់អត់ឬក៏ទឹកមុខរបស់គាត់បង្ហាញថាគាត់នឹងអត់យល់មេរៀនទេយើងត្រូវការបញ្យល់មេរៀនឡើងវិញហើយធ្វើការវាយតម្លៃគាត់តែម្ដងបាទហើយយើងអាចសង្កេតបានសិស្សគ្រប់គ្នាអញ្ចឹងរាល់ដងនៅពេលដែលយើងបង្រៀនយើងដឹងហើយកូនសិស្សយើងថាកូនសិស្សរបស់យើងម្នាក់ណាឬក៏កូនសិស្សណាម្នាក់ដែលគាត់អត់តន់យល់គាត់បង្ហាញទឹកមុខឲ្យយើងដឹងតែម្ដងអញ្ចឹងយើងអាចសង្កេតឃើញបានបាទអញ្ចឹងហ្នឹងគឺជាការបង្ហាញការសង្កេត area bot ទៅលើ knowable behavior របស់យើងមួយទៀតគឺ facial impression អញ្ចឹង facial impression ហ្នឹងមានន័យថាជាការវិតម្លៃតាមរយៈទឹកមុខឧទាហរណ៍នៅពេលដែលយើងដាក់កិច្ចការមួយទៅកូនសិស្សហ្នឹងគាត់អត់ចូលចិត្តនៅវិធីសាស្ត្រដែលយើងដាក់កិច្ចការគាត់ទេអញ្ចឹងគាត់អាចបញ្ចេញនៅទឹកមុខមួយគឺទឹកមុខរបៀបថាមិនរីករាយឬក៏កាត់ទុកឬក៏ភ័យខ្លាចណាមួយដល់ពេលដែលយើងដាក់កិច្ចការគាត់ទៅគាត់ធ្វើអត់បានអញ្ចឹងគាត់បង្ហាញអេរិយាបថរបស់អស់ហ្នឹងអញ្ចឹងតាមរយៈ facial impression របស់យើងអាចសង្កេតបានតាមរយៈការស្អប់មានន័យថាយើងមើលទៅទឹកមុខគាត់ហ៊ានអត់សូវស្រួលទឹកមុខគាត់ហ៊ានពេកជ្រាយអញ្ចឹងយើងអាចសង្កេតបានមួយទៀតគឺទឹកមុខរបស់គាត់បែបរីករាយអញ្ចឹងមានន័យថានៅពេលយើងយល់មេរៀនគឺទឹកមុខរបស់គាត់រីករាយមានន័យថាខ្លឹមសារមេរៀនដែលយើងយល់ហ្នឹងគឺគាត់ទទួលបានហើយអញ្ចឹងយើងអាចវិតម្លៃថាគាត់ហ្នឹងជាសិស្សដែលអាចតាមទាន់ឬក៏សិស្សដែលអាចយល់នៅមេរៀនឬក៏ខ្លឹមសារទាំងអស់ហ្នឹងមួយទៀតគឺទុកព្រួយមានន័យថានៅពេលដែលទឹកមុខគាត់បង្ហាញពីទុកព្រួយមានន័យថាគាត់ហ្នឹងគឺ
ប្រកបជាមានបញ្ហាអីណាមួយដែលធ្វើឲ្យគាត់នឹងអត់យល់ឬក៏បញ្ហាផ្ទាល់ខ្លួនរបស់គាត់ធ្វើឲ្យគាត់នឹងមានអារម្មណ៍មិនចង់រៀនបាទអញ្ចឹងយើងអាចសង្កេតមើលទៅលើទឹកមុខរបស់គាត់បានមួយទៀតគឺទឹកមុខភ្ញាក់ផ្អើលមានថាឧទាហរណ៍យើងកំពុងតែបរិញ្ញាបត្រចឹងទៅយើងបញ្ចូលមេរៀនណាមួយដែលចំចំណុចដែលគាត់កំពុងឆ្ងល់អញ្ចឹងគាត់ធ្វើទឹកមុខមួយបែបភ្ញាក់ផ្អើលអញ្ចឹងគាត់ដែលយើងសង្កេតមើលទៅមានថាដល់ពេលគាត់បញ្ចេញនៅទឹកមុខបែបហ្នឹងមានថាគាត់កំពុងតែយល់ជ្រាបនៅមេរៀនដែលយើងកំពុងតែបរៀនហ្នឹងឯងមួយទៀតគឺទឹកមុខបែបខឹងមានន័យថាវាជាអិរិយាបថមួយដែលបង្ហាញថាសិស្សម្នាក់ហ្នឹងគាត់អត់ពេញចិត្តឬក៏គាត់អត់យល់នៅមេរៀនខ្លឹមសារមេរៀនឬក៏គាត់មានបញ្ហាអីពីផ្ទះមកអញ្ចឹងទៅគាត់បង្ហាញទឹកមុខទាំងអស់ហ្នឹងអញ្ចឹងបញ្ជាក់ថាកូនសិស្សហ្នឹងគឺគាត់អត់រៀនអត់ចូលទេអញ្ចឹងយើងចាំបាច់ត្រូវតែកែលម្អវិធីសាស្ត្របង្រៀននិងលើកទឹកចិត្តកូនសិស្សម្នាក់ហ្នឹងផងដែរបាទមួយទៀតគឺការបង្ហាញទឹកមុខដោយភាពភ័យខ្លាចអញ្ចឹងនៅពេលដែលយើងដាក់កិច្ចការទៅពេលក៏ហៅគាត់ឡើងទៅគាត់មានអារម្មណ៍មួយថាទឹកមុខរបស់គាត់ហ្នឹងរៀងភ័យខ្លាចអញ្ចឹងបញ្ជាក់ថាគាត់ហ្នឹងគឺអត់ទាន់យល់មេរៀនបាន 100% ទេអញ្ចឹងយើងចាំបាច់ត្រូវតែកែលម្អគាត់ទៅតែបន្ថែមនៅចំណុចខ្វះខាតដែលគាត់អត់ទាន់មានបាទអញ្ចឹងនេះគឺជាបច្ចេកទេសសង្កេតអរិយាប័ត្រដែលមិនមែនជាពាក្យសម្ដីអញ្ចឹងសរុបមកវិញembedded formative assessment ហ្នឹងគឺជាវិធីសាស្ត្រមួយដែលបង្កប់គឺជាវិធីសាស្ត្រដែលបង្រៀនមានប្រសិទ្ធភាពមួយដែលយើងបរៀនផងហើយនឹងអាចសង្កេតនៅសិស្សទាំងអស់នឹងផងបាទមួយទៀតគឺវាកើតឡើងជាបន្តបន្ទាប់ក្នុងពេលដែលជាក់ស្ដែងដើម្បីជួយគ្រូនឹងធ្វើការសម្រេចចិត្តភ្លាមៗអញ្ចឹងវាជាវិធីសាស្ត្រល្អមួយហើយវាជួយឲ្យគ្រូក្នុងការជួយសិស្សភ្លាមៗកំឡុងពេលដែលយើងបង្រៀនផ្ទាល់អញ្ចឹងយើងអាចបង្រៀនផ្ទាល់ហើយយើងអាចវិតម្លៃផ្ទាល់ហើយយើងអាចកែតម្រូវផ្ទាល់ទៀតបាទចំណុចមួយទៀតគឺជោគជ័យនៃការវិតម្លៃនេះគឺអាស្រ័យទៅលើការប្រើប្រាស់ភស្តុតាងដើម្បីកែលម្អការរៀនសូត្រមិនមែនគ្រាន់តែដាក់បន្ទុកទេបាទអញ្ចឹងវាជាវិធីសាស្ត្រដ៏ល្អមួយដែលយើងមិនចាំបាច់ប្រើពេលវេលាច្រើនដើម្បីវិតម្លៃទេហើយយើងក៏មិនចាំបាច់ដាក់បន្ទុកអីដើម្បីវិតម្លៃដើម្បីសរុបវិតម្លៃរួមអញ្ចឹងយើងអាចសង្កេតភ្លាមហើយយើងអាចកែលម្អការរៀនរបស់គាត់ហ្នឹងភ្លាមតែម្ដងបាទអញ្ចឹងនេះគឺជាសារៈប្រយោជន៍នៃការវិតម្លៃបែបបង្កើតបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងបាទអញ្ចឹងអរគុណជម្រាបលា